នេះជាគោលការណ៍ទាំង7របស់ណាប៉ូឡេអុងប៊ូណាប៉ាតដែលបង្ហាញពីរបៀបគិតដ៏ឆ្លាតវៃក្នុងការប្រើយុទ្ធសាស្ត្រដើម្បីសម្រេចបានជោគជ័យតើណាប៉ូឡេអុងប៊ូណាប៉ាតជានរណាគាត់គឺជាបុរសម្នាក់ដែលមានឥទ្ធិពលខ្លាំងក្នុងប្រវត្តិសាស្ត្រពិភពលោកគាត់គឺជាមេដឹកនាំយោធាអ្នកគ្រប់គ្រងនិងជាអធិរាជបារាំងដែលបានធ្វើឲ្យបារាំងពីប្រទេសធម្មតាក្លាយជាអាណាចក្រដ៏អស្ចារ្យនៅសតវត្សទី19ខាងក្រោមនេះជាគោលការណ៍ទាំង7របស់អធិរាជណាប៉ូឡេអុងទី1គិតដូចជាយុទ្ធសាស្ត្រតែមិនមែនជាអ្នកប្រយុទ្ធការគិតឆ្លាតវៃមិនមែនចូលប្រយុទ្ធគ្រប់សមរភូមិទេប៉ុន្តែដឹងថាត្រូវប្រើកម្លាំងនៅពេលណានិងកន្លែងណាឧទាហរណ៍ក្នុងសង្គ្រាមអូស្ត្រាលីណាប៉ូឡេអុងធ្វើជាចាញ់ដើម្បីបញ្ចុះឲ្យសត្រូវចូលក្នុងចន្លោះទន្លេបញ្ចប់មកប្រើយុទ្ធសាស្ត្រចម្លងដៃយកឈ្នះយ៉ាងឆ្លាតវៃទី2គិតពីលទ្ធផលមុនធ្វើសកម្មភាពមនុស្សឆ្លាតវៃគិតពីផលប៉ះពាល់និងលទ្ធផលមុនសម្រាប់ចិត្តឧទាហរណ៍មុនចាប់ផ្ដើមយុទ្ធនាការណាប៉ូឡេអុងយកពេលវេលាសិក្សាផែនទីយល់ពីអាកាសធាតុនិងស្ថានភាពសត្រូវមិនចូលប្រយុទ្ធដោយអារម្មណ៍ទី3ប្រើពេលវេលាជាឧបករណ៍អាវុធពេលវេលាគឺជាឧបករណ៍សំខាន់បំផុតសម្រាប់អ្នកឆ្លាតវៃធ្វើសកម្មភាពឲ្យទាន់ពេលគឺជាគន្លឹះនៃជោគជ័យឧទាហរណ៍ណាប៉ូឡេអុងបញ្ជាឲ្យយោធាផ្លាស់ទីយប់ដើម្បីឲ្យសត្រូវភ្ញាក់ផ្អើលពេលព្រឹកគាត់ប្រើពេលវេលាជាឧបករណ៍លើសត្រូវទី4ឆ្លាតក្នុងការយល់ពីមនុស្សនិងអារម្មណ៍ដឹកនាំមនុស្សត្រូវដឹងពីអ្វីដែលមនុស្សបញ្ចេញអារម្មណ៍ឲ្យគេមានភាពទន់ ជឿជាក់និងគាំទ្រឧទាហរណ៍ណាប៉ូឡេអុងប្រើពាក្យសម្ដីសរសើរម្ចាស់យោធានិងប្រជាជនធ្វើឲ្យពួកគេមានកម្លាំងចិត្តក្នុងការតស៊ូមិនខ្លាចស្លាប់ទី5បំបែកបញ្ហាធំៗជាបញ្ហាតូចៗបញ្ហាធំមើលទៅពិបាកប៉ុន្តែបំបែកវាជាជំហានតូចៗអាចដោះស្រាយបានងាយៗឧទាហរណ៍នៅពេលគាត់ចង់ឈ្នះប្រទេសធំៗណាប៉ូឡេអុងមិនប្រយុទ្ធគ្រប់ទីក្រុងទេប៉ុន្តែចាប់ផ្ដើមពីទីក្រុងសំខាន់ៗដូចជាវីយ៉ែនណាឬមីឡែនជាជំហានមួយទី6ជឿលើខ្លួនឯងនិងគោលបំណងខ្លួនជំនឿលើខ្លួនឯងជាគន្លឹះនៃការឈ្នះចិត្តមនុស្សនិងបំពេញបេសកកម្មឧទាហរណ៍ណាប៉ូឡេអុងថ្លែងថា Impossible is a word found only in the dictionary of fools គាត់ជឿថាគ្មានអ្វីមិនអាចធ្វើបានប្រសិនបើគាត់សម្រេចចិត្តទី7រៀននិងកែសម្រួលជាបន្តបន្ទាប់មនុស្សឆ្លាតវៃរៀនពីកំហុសនិងកែសម្រួលផ្លូវគិតជារៀងរាល់ពេលឧទាហរណ៍បន្ទាប់ពីចាញ់សង្គ្រាមនៅប្រទេសអេស៊ីបណាប៉ូឡេអុងមិនបោះបង់ទេគាត់រៀនពីភាពបរាជ័យហើយប្រើបទពិសោធន៍នោះដើម្បីឈ្នះនៅអឺរ៉ុបវិញដូច្នេះការគិតបែបណាប៉ូឡេអុងគឺមិនត្រឹមតែគិតឆ្លាតទេប៉ុន្តែគិតយុទ្ធសាស្ត្រដឹងពេលយល់ពីមនុស្សហើយជឿលើខ្លួនឯងនេះជារបៀបគិតនៃមេដឹកនាំពិតប្រាកដ